រឿងរបស់ខ្ញុំការអនុវត្តល្អរបស់ខ្ញុំភាពជោគជ័យរបស់ខ្ញុំបាទសហគមន៍របស់ខ្ញុំសម្រេចចិត្តនឹងចូលនៅក្នុងគម្រោងប៉ាឌីហ្នឹងគឺខ្ញុំចង់ចេះឮគេរៀនពីចិញ្ចឹមមាន់ពីធ្វើស្រូវពីចិញ្ចឹមត្រីដាំបន្លែអញ្ចឹងគឺខ្ញុំចង់ចេះចង់រៀនពីមុនចូលគម្រោងគ្រួសារខ្ញុំដូចថាយើងអត់ទាន់បានចិញ្ចឹមមាន់ចិញ្ចឹមអីអញ្ចឹងណាជីវភាពវាខ្វះខាតថាអត់មានមាន់មានអីលក់អញ្ចឹងណាពីមុនចិញ្ចឹមដូចថាយើងដាក់មកឲ្យដើរទៅពីអត់មានធុងមានអីពាត់អញ្ចឹងហើយវាឈឺវាចេះប៉ះជំងឺហើយកូនមាន់តម្លាក់មក4 10 5 10អញ្ចឹងទៅអត់សូវចាប់អារម្មណ៍ថែបានទេស្រួលល្ងាចឡើងក៏ដើរស៊ីអស់លេងមុននឹងពេលចូលគម្រោងផាឌីខ្ញុំចំសត្វមិនមានការរីកចម្រើនអីប្រមាណទេព្រោះថាបើយើងចិញ្ចឹមមាន់គឺយើងចិញ្ចឹមលែងចោលដល់ពេលណាដែលវាដេកវាឡើងដេករកកន្លែងដេកខ្លួនវាទៅពេលចូលគម្រោងប៉ាឌីហើយខ្ញុំមានធុងកូនមាន់ដាក់សម្រាប់ឲ្យមាន់ស៊ីចំណីរយៈពេល1ខែដូចថាវាស៊ីគ្រប់គ្រាន់ណាវាអត់មានកដៅអីមកស៊ីបានទេព្រោះអីយើងមានធុងដែកធុងអីអញ្ចឹងទៅការពារវាកូនមាន់នឹងបានទៅអត់អីទេហើយយើងធ្វើវ៉ាក់សាំងគ្រប់3 ដងទៀតអត់ដែរមានងាប់ទេអនាម័យលោកគ្រូពេលព្រឹកចឹងទៅយើងអោសដាក់ថ្ងៃបន្តិចទៅឲ្យវាត្រូវថ្ងៃបានបន្តិចចឹងទៅហើយហាលស្នូកវាបន្តិចទៅឲ្យវាងាប់មេរោគណាចំណីមាន់តាតូចឯងខ្ញុំឲ្យស៊ីចំណីផ្សារដល់ពេលធំរៀងតម្លាក់មកដីខ្ញុំទិញស្រូវជាស្រូវទុកស្រូវខ្លួនឯងធ្វើបានចឹងទៅលក់ចឹងទៅសល់ពី3រើចឹងទុកពេលខ្លះដែលអត់បានសមចំណីបាច់ឲ្យវាស៊ីមួយពេលចឹងទៅពេលណាបានសំចំណីដើមមានតកួនមានអីមកលាយកតក់លាយចុងកនតិចតួចចឹងទៅដាក់ឲ្យវាស៊ីទៅសំគ្នាមាន់ខ្ញុំលក់បាន3សាយតាំងពីខ្ញុំរៀនចូលគម្រោងប៉ាឌីមកនិយាយទៅខ្ញុំលក់3 ដងសរុបហ្នឹងបានលុយ5 លានតែខ្ញុំចំណាយអស់តា2 លាន 60 ម៉ឺនទេលោកគ្រូទិញចំណីទិញអីខ្ញុំកត់ណាធ្វើធុងធ្វើអីហ្នឹងខ្ញុំសំណាញ់អីហ្នឹងខ្ញុំកត់ទាំងអស់កន្លែងមាន់ហ្នឹងខ្ញុំបានធ្វើនេះរាំងស្បៃហ្នឹងហើយរោងយើងដោយថាតាមមេរៀនក៏បង្រៀនអញ្ចឹងដោយថារោងមាន់ហ្នឹងធ្វើតតឹង2 ម៉ែត្របដោយ3 ម៉ែត្រការថែទាំហ្នឹងគឺព្រលឹមឡើងហ្នឹងណែនាំប្រាប់ចៅអីចឹងទៅបង្រៀនវាឲ្យវាធ្វើអញ្ចឹងព្រលឹមឡើងគឺវាឡើងប្របោះត្រង់សម្អាតក្នុងទីធ្លាមាន់ដេញលែងហ្នឹងរាល់ព្រឹកទៅធុងដាក់ចំណីហ្នឹងគឺលាងរាល់ថ្ងៃរាល់ព្រឹកមិនឲ្យមានថាចំណីប្អូនម៉ែអីនៅទៅគឺដាក់ថ្មីទាំងអស់រាល់ថ្ងៃចឹងចំណីរាល់ថ្ងៃហ្នឹងវាមិនតាន់បានទៅផ្សំដល់ចំណីដែលគ្រូបង្រៀនទេបានតែត្រឹមចុងកបន្ទក់និងបន្លែតកូនអីហ្នឹងហាន់លាយខ្លះត្រូវអីធម្មតាយើងផ្លាស់ដូរគ្នារហូតជាការពូតអីចឹងទៅតំបាន1ខែមាន់ហ្នឹងពីចាប់ពី4 ខាំឥឡូវដល់1 គីឡូជិត2 គីឡូហើយបើសិនជាមិនបាល់ចូលគម្រោងផាឌីហ្នឹងគឺជីវភាពខ្ញុំក៏មិនបានរីកចម្រើនដែរអារម្មណ៍ខ្ញុំពេលដែលខ្ញុំធ្វើបានគ្រប់មុខអញ្ចឹងអារម្មណ៍ខ្ញុំសប្បាយចិត្តមែនតើខ្ញុំមិននឹកស្មានថាខ្លួនឯងជាកសិករហើយអាចរៀនចេះដឹងមកធ្វើការងារនឹងបានណាសប្បាយចិត្តមែនតើ